រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកគ្រងនឹងធ្វើដំណើរទស្សនកិច្ចកម្ពុជានៅក្នុងពេលឆាប់ៗកមុខនេះហើយដំណឹងនៃដំណើរទស្សនកិច្ចមកកម្ពុជារបស់លោក Hesek ត្រូវបានទម្លាយឲ្យដឹងដោយមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរនៅក្នុងជំនួបនៅក្នុងទីក្រុងភ្នំពេញជំនួបរវាងឧត្តមសេនីយ៍ឯករដ្ឋតារារដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជានិងឧបការីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Andrew Bayer កាលពីថ្ងៃទី24ខែមិថុនាឆ្នាំ2025គឺបានពិភាក្សាលម្អិតអំពីការត្រៀមសម្រាប់សម្របសម្រួលទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខនេះលោកឧត្តមសេនីយ៍ឯករដ្ឋតារារដ្ឋក៏បានបញ្ជាក់ថាភាគីកម្ពុជាមានការរីករាយនឹងការទទួលស្វាគមន៍និងត្រៀមសម្របសម្រួលដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិកនេះបើយោងទៅតាមខ្លឹមសារដែលបានចុះផ្សាយទៅដោយក្រសួងការពារជាតិកម្ពុជាគម្រោងទស្សនកិច្ចរបស់លោក Hegseth គឺកើតឡើងនៅគណៈពេលដែលទំនាក់ទំនងកម្ពុជានិងអាមេរិកបាននឹងកំពុងតែចាប់ផ្ដើមល្អប្រសើរឡើងវិញជាពិសេសគឺការស្ដារឡើងវិញនៅកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរតែម្ដងឧត្តមសេនីយ៍ឯករដ្ឋតារារដ្ឋក៏បានអះអាងអំពីការចាប់ផ្ដើមវិវត្តជាវិជ្ជមាននៅទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្រោយពីមានដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់គណៈប្រតិភូជាន់ខ្ពស់អាមេរិកជាបន្តបន្ទាប់កន្លងមកហើយនឹងបន្តរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាឲ្យកាន់តែមានការរីកចម្រើនទៅមុខលោកឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថាកម្ពុជានៅតែរក្សាជំហរពង្រឹងនិងពង្រីកនៅកិច្ចសហប្រតិបត្តិការជានិច្ចជាមួយអាមេរិកនិងសង្ឃឹមថានឹងមានការផ្លាស់ប្ដូរនៅដំណើរទស្សនកិច្ចនៃប្រតិភូប្រទេសទាំងពីរទៅវិញទៅមកនៅគ្រប់កម្រិតជាបន្តថែមទៀតឆ្លើយតបទៅនឹងភាគីកម្ពុជាលោក Andrew Bayer ឧបការីរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍បានលើកឡើងថានៅក្នុងដំណើរទស្សនកិច្ចរបស់លោកជាលើកដំបូងនេះនឹងគឺជាចំណែកមួយនៅក្នុងការពង្រឹងថែមទៀតទៅដល់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរហើយនេះក៏ជាជំនួបដើម្បីពិភាក្សាលម្អិតអំពីការត្រៀមសម្របសម្រួលទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសកម្ពុជានោះជាមួយនឹងគម្រោងទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Hegseth ក៏មានដំណឹងនៅការចូលមករបស់នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅមូលដ្ឋានសមុទ្ររៀមកងទ័ពជើងទឹកកម្ពុជានោះផងដែរនេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកគួរជំរាបផងដែរថាឧបការីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកគឺលោក Andrew Bayer នៅក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល2ថ្ងៃនៅកម្ពុជាបានជួបឧត្តមសេនីយ៍យោធាកម្ពុជាជាច្រើនរូបមានឧត្តមសេនីយ៍ឯករដ្ឋតារារដ្ឋលេខាធិការក្រសួងការពារជាតិឧត្តមសេនីយ៍ឯកទាសុខាមេបញ្ជាការកងទ័ពជើងទឹកនិងឧត្តមសេនីយ៍ឯកផាត់វិបុលសុភ័ក្រនាយកនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនិងឧត្តមសេនីយ៍ឯកសួនសំណាងប្រធានក្រុមសម្របសម្រួលសហប្រតិបត្តិការយោធានិងធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពសមុទ្ររៀមបន្ថែមពីនេះដែរគឺលោក Andrew Bayer ក៏បានជួបលោកស្រីអៀតសោភារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសរបស់កម្ពុជាប្រិយមិត្តនេះគឺជាព័ត៌មានថ្មីមួយទៀតដែលនៅក្នុងពេលថ្មីនេះគឺខាងត្រីសហរដ្ឋអាមេរិកគឺឧបការីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកគឺលោក Andrew Bayer នេះដែលបានជួបជាមួយនឹងលោកឧត្តមសេនីយ៍ឯករដ្ឋតារារដ្ឋដែលជារដ្ឋលេខាធិការនៃក្រសួងការពារជាតិបានទទួលដំណឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោកនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយក៏មិនទាន់បានដឹងថាតើកំណត់ថ្ងៃខែណានោះទេគ្រាន់តែអាចនៅក្នុងពេលខាងមុខហើយនេះគឺជាទំនាក់ទំនងថ្មីមួយថែមទៀតរវាងសហរដ្ឋអាមេរិកក៏ដូចជាកម្ពុជាដែលប្រទេសទាំងពីរនេះគឺកន្លងមកក៏មានបញ្ហារៀងល្អកកនឹងគ្នាខ្លះដែរដែលតាក់ទងទៅនឹងបញ្ហាផ្សេងដែលសហរដ្ឋអាមេរិកនឹងចេះតែបង្កើតនៅការសង្ស័យដោយឯកតោភាគីដោយខ្លួនឯង
ដែលតាក់ទងទៅនឹងរឿងការដែលធ្វើនៅផែសមុទ្ររៀមអីជាដើមនេះហើយខាងកម្ពុជានេះក៏មានការបើកចំហមិនមែនតែប្រទេសណាមួយទេគឺថាគ្រប់បណ្ដាប្រទេសសម្ព័ន្ធមិត្តនៅលើពិភពលោកគឺកម្ពុជាបើកចំហជាមិត្តទាំងអស់មិនមែនតែចិនឬក៏ប្រទេសសហរដ្ឋអាមេរិកទេមានន័យថាចំហរបស់កម្ពុជាដោយអ្វីដែលនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសហើយក៏ជាចំហសម្រាប់ប្រទេសកម្ពុជាតែម្ដងថាកម្ពុជាគឺជាប្រទេសអព្យាក្រឹតមិនចូលបកសម្ព័ន្ធហើយក៏មិនមានការទំនាក់ទំនងផ្ដាច់មុខជាមួយនឹងបណ្ដាប្រទេសមហាអំណាចណាមួយនោះទេគឺថាមានភាពស្មើភាពគ្នាចំពោះបណ្ដាប្រទេសទាំងអស់ទាំងសហរដ្ឋអាមេរិកទាំងចិនទាំងជប៉ុនទាំងវៀតណាមហើយនឹងបណ្ដាប្រទេសផ្សេងៗទៀតដែលធ្លាប់មាននាវាចម្បាំងបានចូលមកសម្ចតនៅកំពង់ផែសមុទ្ររៀមដែលជាកំពង់ផែថ្មីមួយរបស់កម្ពុជាហ្នឹងគឺមានបណ្ដាប្រទេសច្រើនហើយដែលយកនាវាចម្បាំងធំរបស់ខ្លួនដូចជាវៀតណាមដូចជារុស្ស៊ីដូចជាប្រទេសជប៉ុនឯជាដើមលក្ខហ្នឹងគឺសុទ្ធតែបានចូលផងដែរហើយក្នុងនោះក៏មានការបើកទូលាយឲ្យសហរដ្ឋអាមេរិកហ្នឹងក៏បានយកនាវាសម្រាប់ចូលសម្ចតនៅកំពង់ផែសមុទ្ររៀមនេះដែរហើយក៏នឹងមានការបើកឱកាសឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានឹងមកបំពេញទស្សនកិច្ចនឹងអាចទៅបំពេញទស្សនកិច្ចនៅតំបន់នៃសមុទ្ររៀមនឹងក៏មិនមានជាការចោទអ្វីនោះដែរនេះគឺជាអ្វីដែលជាការបើកចំហនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ